ngàyនេះខ្ញុំសូមចែកម្លែករឿងមួយអ្នកទាំងអស់គ្នាដោយសារតែថ្ងៃនេះខ្ញុំត្រូវផាត់រូបជាមួយនឹងរូបមួយនេះអ្នកទាំងអស់គ្នាតែពេលដែលខ្ញុំចុច record តាមទូរស័ព្ទទៅវីដេអូនឹងអត់ជួបទេអ្នកទាំងអស់គ្នាដោយសារតែចុចថតបានមួយផ្លែទៅអស់ថ្មតាំងពីពេលណាដឹងឲ្យលេងទេអ្នកទាំងអស់គ្នាឥឡូវខ្ញុំមកធ្វើជាមួយនឹងវីដេអូ detail ជូនអ្នកទាំងអស់គ្នាវិញណាដោយសារតែរាល់ដងការ detail របស់ខ្ញុំហ្នឹងខ្ញុំប្រើជាមួយនឹងប្រភេទ big gel pen បែបនេះអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នាគេមានជាមួយនឹង glitter អត់ glitter ហើយជាមួយនឹងប្រភេទមុខតូចហើយមុខធំខ្ញុំចូលចិត្តយកផាត់ជាមួយនឹងប្រភេទពណ៌សអ្នកទាំងអស់គ្នាដែលសារតែខ្ញុំត្រូវដាក់ពលឺសំណៅឡហើយអ្វីដែលខ្ញុំអត់បានហ្នឹងជាប្រភេទ acrylic marker នេះអ្នកទាំងអស់គ្នាខ្ញុំចូលចិត្ត detail មែនតើជាមួយនឹងប្រភេទ acrylic ហ្នឹងអ្នកទាំងអស់គ្នាដែលសារតែ detail នៅលើប្រភេទ color អាកុលហើយគឺចេញមកស្អាតមែនតើហើយជាប្រភេទមុខជក់ស្រួចទន់ចាស់ទៀតអ្នកទាំងអស់គ្នាងាយស្រួលផាត់មែនតើហ្មងហើយឥឡូវខ្ញុំចាប់ផ្ដើមប្រើជាមួយនឹងប្រភេទ big ពណ៌សមុខរាងធំអញ្ចឹងណាអ្នកទាំងអស់គ្នាដែលសារខ្ញុំត្រូវផាត់ទៅលើព្រះច័ន្ទពេញវងអ្នកទាំងអស់គ្នាព្រះច័ន្ទពេញវងខ្ញុំរៀងលឿងតិចទេណាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមផាត់ជាមួយនៅប្រភេទ big gel pen ដែលមានមុខ 0.6 mm ណាទាំងអស់គ្នាមុខរាងតូចជាងគេប៊ិចនេះមកធ្វើការ detail ដាក់ជាមួយនឹងពន្លឺផ្កាយតិចៗចឹងណាអ្នកទាំងអស់គ្នាព្រិចអញ្ចឹងទៅមើលឃើញរាងភ្លឹបភ្លែបស្អាតចឹងណាអ្នកទាំងអស់គ្នាមកទៀតខ្ញុំប្រើជាមួយនឹងប្រភេទ big gel pen ដែលមានមុខ 1 mm ណាអ្នកទាំងអស់គ្នាមុខរាងធំជាងមុនបន្តិចខ្ញុំយកមកធ្វើការ detail ទៅលើប្រភេទផ្កានៅតាមដើមឈើមើលទៅរៀងមានឃើញម្លិចពណ៌សទូចចំណុចចឹងណាអ្នកទាំងអស់គ្នាមើលទៅស្អាតមួយបែបដែរតារូបដែលមានការ detail តិចអញ្ចឹងណាអ្នកទាំងអស់គ្នាមិនត្រឹមតែធ្វើឲ្យរូបអ្នកទាំងអស់គ្នាស្អាតទេហើយធ្វើឲ្យរូបអ្នកទាំងអស់គ្នាមើលទៅអត់សោះកក្រាស់ពេកអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមប្រើជាមួយនឹងប្រភេទ big gel pen 0.6 ម្ដងទៀតហើយអ្នកទាំងអស់គ្នាដែលខ្ញុំយក big នេះមុខរាងតូចចូលយកទៅ detail ជាមួយនឹងផ្កា dandelion ណាអ្នកទាំងអស់គ្នាផ្កានេះគឺ cute មែនតើហ្មងអ្នកទាំងអស់គ្នាធ្វើការ detail តិចមកគឺចេញមកស្អាតខ្លាំងមែនតើហ្មងតោះឥឡូវចូលដល់វគ្គ detail ជាមួយនឹង acrylic marker ម្ដងអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តផាត់នេះមែនតើហ្មងដោយសារតែប្រភេទ acrylic ហ្នឹងគឺស្រួលផាត់មែនតើហ្មងអ្នកទាំងអស់គ្នាហើយខ្ញុំជ្រើសរើសយកពន្លឺជាមួយនឹងពណ៌រាងលឿងដោយសារតែព្រះច័ន្ទពេញវងអ្នកទាំងអស់គ្នាហើយព្រះច័ន្ទរបស់ខ្ញុំហ្នឹងរាងលឿងតិចចឹងទៅចាំងពន្លឺមករាងបែកលឿងចឹងណាអ្នកទាំងអស់គ្នាមើលទៅស្អាតមួយបែបដែរតើអូយអ្នកទាំងអស់គ្នាឥឡូវរបស់ខ្ញុំបានរួចរាល់ហើយអ្នកទាំងអស់គ្នាជួយដាក់បន្ទុកឲ្យខ្ញុំតិចបានទេមើលទៅរូបរបស់ខ្ញុំនឹង cute បានប៉ុន្មានបន្ទុកដែរ